ក្រុមអ្នកសម្របសម្រួលនិងក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជាចុះសង្កេតការផ្ទៀងផ្ទាត់អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅចំណុចបង្គោលព្រំដែនលេខ37នៅថ្ងៃទី4ខែសីហាឆ្នាំ2026វេលាម៉ោង 9:21 នាទីក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយប្រធានបេសកកម្មអ្នកសង្កេតការអាស៊ានពីសាធារណរដ្ឋហ្វីលីពីនចុះសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅចំណុចបង្គោលព្រំដែនលេខ37ស្ថិតនៅភូមិក្តឹបថ្មឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យការចុះសង្កេតការនេះមានគោលបំណងផ្ដល់ជូនអ្នកសង្កេតការអាស៊ាននៅការយល់ដឹងទូលំទូលាយនិងផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែនព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការពិភាក្សានិងយន្តការទ្វេភាគីស្របតាមច្បាប់អន្តរជាតិកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាននិងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមពិធីសារកំណត់ព្រំដែនផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀម MOU ឆ្នាំ2000 TOR ឆ្នាំ2003ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីសម្រេចបាននៅសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ